នៅក្នុងវីដេអូនេះខ្ញុំនឹងប្រៀបធៀបសេដ្ឋកិច្ចកម្ពុជាយើងរវាងឆ្នាំ2025និងឆ្នាំ2026ថាតើវាមានការផ្លាស់ប្ដូរយ៉ាងណា2025វារីកចម្រើនបែបណា2026វារីកចម្រើនដល់កម្រិតណាមកតាមដានទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះគឺខ្ញុំបានដកស្រង់ចេញអំពីការស្រាវជ្រាវរបស់ខ្ញុំដែរទេបងប្អូនទាំងអស់គ្នាបើសិនជាមានខុសកន្លែងណាត្រូវកន្លែងណាសូមអភ័យទោសផងហើយបើសិនជាបងប្អូនពេញចិត្តនឹងវីដេអូនេះកុំភ្លេចជួយ share ហើយក៏ដូចជា comment នៅខាងក្រោមវីដេអូនេះផងបាទអរគុណច្រើនទុកជាមុនបើយោងតាមទិន្នន័យនៃការតាមដានសេដ្ឋកិច្ចនៅក្នុងតំបន់និងនិន្នាការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជារវាងឆ្នាំ2025និង2026ខ្ញុំបាទនឹងលម្អិតក៏ដូចជាប្រៀបធៀបចែកជូនពុកម៉ែបងប្អូនឲ្យបានស្ដាប់នៅក្នុងវីដេអូនេះទី1តកតងជាមួយនឹងទស្សនវិស័យកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ2025សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថាមានសន្ទុះវិជ្ជមានដោយផ្អែកលើការងើបឡើងវិញនៃវិស័យសំខាន់ៗនិងយុទ្ធសាស្ត្រអភិវឌ្ឍជាតិហើយចំណែកឯឆ្នាំ2026នេះកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តរក្សានិរន្តរភាពឬអាចមានកម្រិតខ្ពស់ជាងឆ្នាំ2025ដោយសារឥទ្ធិពលនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនិងយុទ្ធសាស្ត្រលើកកម្ពស់ផលិតផលក្នុងស្រុកទី2កត្តាជំរុញកំណើនសំខាន់ការលើកកម្ពស់ផលិតផលក្នុងស្រុកការយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់ផលិតផលក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូលនិងពង្រឹងសេដ្ឋកិច្ចជាតិហេដ្ឋារចនាសម្ព័ន្ធផលប៉ះពាល់វិជ្ជមានពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ2026ការនាំចេញនិងទេសចរវិស័យកាត់ដេរនិងការងើបឡើងវិញនៃវិស័យទេសចរនៅតែជាសសរស្តម្ភទ្រទ្រង់សេដ្ឋកិច្ចក្នុងរយៈពេល2ឆ្នាំកន្លងមកនេះជារួមកម្ពុជាយើងត្រូវបានមើលឃើញថាមានទស្សនវិស័យសេដ្ឋកិច្ចកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយសារអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍនិងផ្ដោតលើផលិតផលក្នុងស្រុកនិងការតភ្ជាប់ជាមួយនឹងតំបន់នៅក្នុងអាស៊ានហើយនេះគឺជាអ្វីដែលខ្ញុំបានស្រាវជ្រាវក៏ដូចជាយកមកប្រៀបធៀបចែកជូនពុកម៉ែបងប្អូនខ្លីៗសង្ខេបជជូនពុកម៉ែបងប្អូនឲ្យបានដឹងអំពីកំណើនសេដ្ឋកិច្ចរវាងឆ្នាំ2025និងឆ្នាំ2026បើសិនជាមានខុសឆ្គងបើសិនជាមានទាស់កន្លែងណាសូមបងប្អូនអធិស្ឋានហើយបើសិនជាមានកន្លែងណាដែលបងប្អូនចង់ស្ថាបនាបងប្អូនកុំភ្លេច comment នៅខាងក្រោមវីដេអូដើម្បីឲ្យខ្ញុំបានកែលម្អនិងស្វែងរកចំណេះដឹងផ្សេងទៀតចែកជូនពុកម៉ែបងប្អូនឲ្យបានទស្សនា